ក្នុងបៃដកលេខ40អង្គត្រនិកាយឯកនិបាតនៅក្នុងអេតតកវៈចាក្នុងរាត្រីនេះគឺសិក្សាដល់ចតុត្ថវៈចានៅក្នុងបៃដកលេខ40ទំព័រលេខ55ក្នុងវងនឹងគៀប149ដែលមានបាលីថាអេតតកាំងភិក្ខវេមៈសាវកានាំងភិក្ខុនាំងពហុសតានាំងយតិទាំងអនន្តោមនាភិក្ខុទាំងឡាយបណ្ដាពួកភិក្ខុអ្នកចេះដឹងច្រើនដែលជាសាវករបស់តថាគតស្រេចនឹងអនន្តប្រសើរជាងគេពួកភិក្ខុអ្នកមានស្មារតីស្រេចនឹងអនន្តពួកភិក្ខុអ្នកមានកតេស្រេចនឹងអនន្តពួកភិក្ខុអ្នកមានប្រាជ្ញាស្រេចនឹងអនន្តពួកភិក្ខុជាឧបថៈក៏ស្រេចនឹងអនន្តដែរពួកភិក្ខុអ្នកមានបរិស័ទច្រើនស្រេចនឹងឧរុវេលកាសបៈពួកភិក្ខុអ្នកញ៉ាំងត្រកូលឲ្យជ្រះថ្លាស្រេចនឹងកាលុទាយិពួកភិក្ខុអ្នកគ្មានអាពាធស្រេចនឹងពកុលៈពួកភិក្ខុអ្នករលឹកឃើញពពេនវាសៈស្រេចនឹងសោភិតៈពួកភិក្ខុអ្នកត្រទ្រង់វិន័យស្រេចនឹងឧបាលិពួកភិក្ខុអ្នកឲ្យអាវាតភិក្ខុណីស្រេចនឹងនន្តកៈពួកភិក្ខុអ្នករក្សាទ្វារក្នុងឥន្ទ្រីទាំងឡាយស្រេចនឹងនន្តៈពួកភិក្ខុអ្នកឲ្យអាវាតភិក្ខុស្រេចនឹងមហាកបិនពួកភិក្ខុអ្នកឆ្លៀសវៃក្នុងតេជោធាតុស្រេចនឹងសាកតៈពួកភិក្ខុអ្នកឆ្លៀសវៃក្នុងបដិភានស្រេចនឹងរាធៈពួកភិក្ខុអ្នកត្រទ្រង់ចីវរសៅមងស្រេចនឹងមោខរាជសូមអនុមោទនាគណៈទាននេះគឺជាសេចក្តីក្នុងព្រះត្រៃបិដកចាជាបន្តសេចក្តីនៅក្នុងអដ្ឋកថាមនោរដ្ឋពរណីអដ្ឋកថាសូត្រទី1ប្រវត្តិព្រះអនន្ថេរៈវគ្គទី4ក្នុងសូត្រទី1ក៏បីជ្រាបវិនិច្ឆ័យដូចតទៅនេះក្នុងវណ្ណគៀបលេខ149ក៏បីជ្រាបវិនិច្ឆ័យក្នុងពាក្យថាពហុសតានាំងជាដើមដូច្នេះសំបីព្រះថេរៈរូបដតីដែលជាពហុសោតត្រត្រង់នៅថេតិនិងជាឧបថៈក៏មានហើយចំណែកព្រះអនន្តនេះសិក្សាព្រះពុទ្ធវចនៈមានជំហរនៅក្នុងបរិយ័តដូចអ្នករក្សាឃ្លាំងក្នុងសាសនារបស់ព្រះទសពលព្រោះហេតុនោះលោកទើបឈ្មោះថាជាកំពូលលើពួកភិក្ខុសាវកអ្នកជាពហុសោតមួយទៀតសតិដែលបានសិក្សាព្រះពុទ្ធវចនៈហើយចងចាំទុករបស់ព្រះថេរៈនេះប៉ុណ្ណោះក៏មានកម្លាំងជាងព្រះថេរៈដតីព្រោះហេតុនោះលោកទើបឈ្មោះថាជាកំពូលលើពួកភិក្ខុជាសាវកអ្នកមានសតិជាគ្រឿងចាំមួយទៀតព្រះអនន្តនេះឯងលោកទទួលយកតែមួយបទគឺយល់នៃបាន60000បទចាំបានគ្រប់បទដោយទំនងដែលព្រះសាស្តាត្រាស់ទុកនោះឯងព្រោះហេតុនោះលោកទើបឈ្មោះថាជាកំពូលលើពួកភិក្ខុសាវកអ្នកមានកតេមួយទៀតសេចក្តីព្យាយាមសិក្សាសេចក្តីព្យាយាមស្វាធ្យាយសេចក្តីព្យាយាមទ្រទ្រង់ចាំនិងសេចក្តីព្យាយាមឧបថៈព្រះសាស្តារបស់ព្រះអនន្តនោះប៉ុណ្ណោះដែលភិក្ខុដតីប្រៀបមិនបានព្រោះហេតុនោះលោកទើបឈ្មោះថាជាកំពូលលើពួកភិក្ខុសាវកអ្នកមានថេតិមួយទៀតព្រះអនន្តរូបនេះកាលឧបថៈព្រះតថាគតក៏មិនឧបថៈដោយអាការៈឧបថៈដោយពួកភិក្ខុឧបថៈដតីព្រោះថាពួកភិក្ខុដែលឧបថៈអង្គដតីកាលឧបថៈព្រះតថាគតឧបថៈមិនបានយូរផងទាំងឧបថៈមិនយល់ដល់ព្រះហឫទ័យរបស់ព្រះសម្ពុទ្ធបានផងចំណែកព្រះថេរៈចាប់តាំងពីថ្ងៃបានតំណែងជាឧបថៈក៏ជាអ្នកប្រារព្ធសេចក្តីព្យាយាមឧបថៈកំណត់ព្រះហឫទ័យរបស់ព្រះតថាគតទុកបានព្រោះហេតុនេះលោកទើបឈ្មោះថាជាកំពូលលើពួកភិក្ខុសាវកអ្នកឧបថៈក្នុងបញ្ហាកម្មរបស់លោកមានរឿងដែលនឹងពោលតាមលំដាប់ដូចនេះបានលើថាក្នុងកັບទី100,000កັບរាប់ពីកັບនេះទៅព្រះសាស្តាព្រះនាមថាបតមុត្តរៈទ្រង់ឧបតិក្នុងលោកព្រះអង្គមាននគរឈ្មោះថាហង្សវតីមានព្រះរាជបិតាព្រះនាមថានន្តៈព្រះរាជមាតាជាព្រះទេវីព្រះនាមថាសុមេធាមានព្រះពោធិសត្វព្រះនាមថាឧត្តរកុមារព្រះអង្គចេញអភិនិស្សក្រមទ្រង់ព្រះភ្នោះក្នុងថ្ងៃព្រះរាជឱរសប្រសូតទ្រង់ប្រកបសេចក្តីព្យាយាមរឿយហើយទ្រង់សម្រេចព្រះសព្វញ្ញុតញ្ញាណតាមលំដាប់ទ្រង់ថ្លែងព្រះពុទ្ធឧទានថាអនេកជាតិសង្សារังជាដើមប្រថាប់ត្រង់ពោធិបល្ល័ង្កកន្លងវេលាទៅ7ថ្ងៃទ្រង់បំណងប្រថាប់ឈរដោយដាក់ព្រះបាទត្រង់ផែនដី
គ្រានោះផ្កាបទុមមានទំហំដែលបានពោលទុកហើយក្នុងខាងក្រោយផុសអំពីផែនដីឡើងទទួលព្រោះសំដៅដល់ផ្កាបទុមនោះព្រះដ៏មានព្រះភិក្ខទើបប្រកាសព្រះនាមថាបតុមុត្តរៈនោះឯងព្រះអង្គមានព្រះអគ្គសាវកនាមថាទេវិលៈមួយអង្គចលជាតៈមួយអង្គមានគូព្រះអគ្គសាវិកានាមថាអមិតាមួយអង្គអសមាមួយអង្គទ្រង់មានព្រះឧបថៈនាមថាសុមនៈព្រះបតុមុត្តរៈទ្រង់មានព្រះភិក្ខកាលទ្រង់សង្គ្រោះព្រះពុទ្ធបិតាមានភិក្ខុ100,000រូបជាបរិវារប្រថាប់នៅក្នុងក្រុងហង្សវតីរាជធានីចំណែកព្រះកនិដ្ឋភាតារបស់ព្រះអង្គព្រះនាមថាសុមនៈកុមារព្រះរាជាព្រះរាជទានស្រុកសួយ120យោជន៍រាប់អំពីក្រុងហង្សវតីដល់សុមនៈរាជកុមារនោះសុមនៈរាជកុមារនោះស្ដេចមកគាល់ព្រះរាជបិតានិងព្រះសាស្តាជាគ្រាតមកថ្ងៃមួយជនបទជាយដែនមានការកើតការក្បត់សុមនៈរាជកុមារទើបបញ្ជូនដំណឹងថ្វាយព្រះរាជាទ្រង់ឲ្យប្រាប់ទៅថាបិតាតាំងបុត្រទុកក្នុងតំណែងនោះព្រោះហេតុអ្វីសុមនៈរាជកុមារបានបង្ក្រាបអំពើក្បត់នោះស្ងប់ហើយទើបបញ្ជូនដំណឹងទៅក្រាបទូលព្រះរាជាថាបពិតមហាបពិតជនបទស្ងប់ហើយព្រះអង្គព្រះរាជាទ្រង់ត្រេកអរត្រាស់ថាបុត្រសម្លាញ់ចូលប្រញាប់មកសុមនៈរាជកុមារនោះមានអាមាត្យប្រមាណ1000នាក់ទ្រង់ប្រឹក្សានឹងអាមាត្យទាំងនោះក្នុងរវាងផ្លូវថាព្រះរាជបិតារបស់យើងទ្រង់ត្រេកអរបើទ្រង់ព្រះរាជទានពរដល់យើងនឹងទទួលអ្វីលំដាប់នោះអាមាត្យពួកខ្លះទូលព្រះរាជកុមារថាទ្រង់ទទួលដំរីសេះជនបទរតនៈ7ប្រការពួកខ្លះទៀតទូលថាព្រះអង្គជាព្រះរាជឱរសរបស់ស្ដេចផែនដីឯទ្រព្យព្រះអង្គបានមិនលំបាកតែទ្រព្យនោះសូម្បីបានហើយក៏នឹងត្រូវលះបង់ទៅទាំងអស់ចំណែកបុណ្យទើបព្រះអង្គនាំទៅបានព្រោះដូច្នោះកាលសមតិទេព្រះរាជទានពរសូមព្រះអង្គទ្រង់ទទួលពរគឺការឧបថៈព្រះបតុមុត្តរៈព្រះមានព្រះភិក្ខរហូតដល់អស់ត្រៃមាសចុះព្រះអង្គព្រះរាជកុមារនោះត្រាស់បង្គាប់ថាពួកលោកជាកល្យាណមិត្តរបស់យើងពួកលោកញ៉ាំងគំនិតយ៉ាងនេះឲ្យកើតដល់យើងនឹងធ្វើយ៉ាងនោះហើយស្ដេចទៅថ្វាយបង្គំព្រះរាជបិតាត្រូវព្រះរាជបិតាអោបរិទ្ធនឹងទ្រង់ថើបហើយត្រាស់ថាបុត្រសម្លាញ់បិតានឹងឲ្យពរដល់អ្នកដូច្នេះទើបក្រាបទូលថាមហាបពិតខ្ញុំព្រះអង្គបំណងនឹងឧបថៈព្រះដ៏មានព្រះភិក្ខដោយបច្ច័យ4រហូតអស់ត្រៃមាសដើម្បីធ្វើជីវិតឲ្យមានប្រយោជន៍ព្រះពុទ្ធបិតាត្រាស់ថាបុត្របិតាមិនអាចឲ្យពរនេះដល់កូនបានទេបិតានឹងឲ្យពរដតីដល់កូនព្រះរាជកុមារក្រាបទូលថាមហាបពិតធម្មតាថាក្សត្រមិនត្រាស់ពាក្យពីរទេសូមព្រះអង្គមេត្តាព្រះរាជទានពរនេះដល់ខ្ញុំព្រះអង្គពរដតីខ្ញុំព្រះអង្គមិនត្រូវការឡើយព្រះអង្គព្រះពុទ្ធបិតាត្រាស់ថាធម្មតាព្រះហឫទ័យរបស់ព្រះពុទ្ធទាំងឡាយដឹងបានលំបាកប្រសិនបើព្រះដ៏មានព្រះភិក្ខទ្រង់មិនពេញព្រះទ័យកាលបិតាឲ្យពរបុត្រហើយតើនឹងមានប្រយោជន៍អ្វីព្រះរាជកុមារក្រាបទូលថាប្រពៃហើយមហាបពិតខ្ញុំព្រះអង្គនឹងគប្បីជ្រាបព្រះហឫទ័យរបស់ព្រះដ៏មានព្រះភិក្ខដូច្នេះហើយស្ដេចទៅកាន់ព្រះវិហារសម័យនោះព្រះដ៏មានព្រះភិក្ខសោយស្រេចហើយស្ដេចយាងចូលព្រះគន្ធកុដិទើបព្រះរាជកុមារស្ដេចទៅកាន់សំណាក់ភិក្ខុទាំងឡាយដែលប្រជុំគ្នាក្នុងសាលាភិក្ខុទាំងនោះទូលសួរព្រះរាជកុមារថាថ្វាយព្រះពរព្រះរាជបុត្រព្រះអង្គស្ដេចមកព្រោះហេតុអ្វីព្រះរាជកុមារត្រាស់ថាដើម្បីគាល់ព្រះដ៏មានព្រះភិក្ខមេត្តាចង្អុលប្រាប់ព្រះដ៏មានព្រះភិក្ខដល់ខ្ញុំផងចុះពួកភិក្ខុទូលថាព្រះរាជបុត្រពួកអាត្មាភាពចូលគាល់ព្រះសាស្តាក្នុងវេលាដែលប៉ងប្រាថ្នាមិនបានទេត្រាស់សួរថានរណានឹងគាល់បានលោកម្ចាស់ទូលតបថាថ្វាយព្រះពរភិក្ខុនាមថាសុមនៈថេរៈព្រះរាជកុមារត្រាស់សួរដល់ទីកន្លែងរបស់ព្រះថេរៈថាព្រះថេរៈនោះនៅទីណាលោកម្ចាស់ទើបស្ដេចយាងទៅត្រាស់ថា
លោកម្ចាស់ខ្ញុំបំណងនឹងគាល់ព្រះដ៏មានព្រះភិក្ខសូមមេត្តាបង្ហាញប្រាប់ព្រះដ៏មានព្រះភិក្ខដល់ខ្ញុំផងចុះកាលព្រះរាជកុមារកំពុងតតឃើញហើយនោះឯងព្រះថេរៈក៏ចូលអបោកសិនអធិដ្ឋានផែនដីធំឲ្យទៅជាទឹកមុជចុះទៅក្នុងផែនដីទៅប្រកាសត្រង់ព្រះកណ្ដកតរបស់ព្រះសាស្តាគ្រានោះព្រះដ៏មានព្រះភិក្ខត្រាស់ចំពោះព្រះសូមនៈថេរៈថាសូមនៈហេតុអ្វីអ្នកទើបមកលោកទូលថាព្រះរាជកុមារស្ដេចមកបំណងនឹងគាល់ព្រះដ៏មានព្រះភិក្ខព្រះអង្គទ្រង់ត្រាស់ថាអ្នកភិក្ខុបើដូច្នោះអ្នកចូលចាត់ចែងអាសនៈចុះកាលព្រះរាជកុមារកំពុងតតឃើញនោះឯងព្រះថេរៈក៏កាន់យកពុទ្ធាសនៈមួយចុះត្រង់ព្រះកណ្ដកតទៅប្រកាសក្រៅបរិវេណចាត់ចែងអាសនៈទុកត្រង់បរិវេណព្រះរាជកុមារទ្រង់ឃើញហេតុគួរអស្ចារ្យទាំងពីរនេះហើយទ្រង់ត្រិះរិះថាភិក្ខុរូបនេះធំណាស់ណោសូម្បីព្រះដ៏មានព្រះភិក្ខក៏ស្ដេចចេញចាកព្រះកណ្ដកតហើយប្រថាប់លើអាសនៈដែលចាត់ចែងទុកកាលត្រាស់សួរថាព្រះរាជបុត្រព្រះអង្គស្ដេចមកកាលណាព្រះរាជកុមារទូលថាបបិទ្ធព្រះអង្គដ៏ចម្រើនកាលព្រះអង្គស្ដេចចូលព្រះកណ្ដកតតែភិក្ខុទាំងឡាយប្រាប់ថាលោកចូលគាល់មិនបានក្នុងខណៈដែលប៉ងប្រាថ្នាទើបប្រាប់ខ្ញុំព្រះអង្គឲ្យទៅកាន់សំណាក់របស់ព្រះថេរៈចំណែកព្រះថេរៈពោលដោយពាក្យមួយព្រះថេរៈនេះជាទីស្និទ្ធស្នាលក្នុងព្រះសាសនារបស់ព្រះអង្គឬព្រះអង្គទ្រង់ត្រាស់ថាពិតហើយព្រះរាជកុមារភិក្ខុរូបនេះជាទីស្និទ្ធស្នាលក្នុងសាសនារបស់តថាគតទូលថាភិក្ខុរូបនេះជាអ្វីទើបជាទីស្និទ្ធស្នាលក្នុងសាសនារបស់ព្រះអង្គព្រះដ៏មានព្រះភិក្ខទ្រង់ត្រាស់ថាជាអ្នកបានថ្វាយទានរក្សាសិលធ្វើឧបោសថកម្មនឹងឯងព្រះរាជកុមារទូលថាបបិទ្ធព្រះដ៏មានព្រះភិក្ខខ្ញុំព្រះអង្គក៏ប្រាថ្នាជាអ្នកស្និទ្ធស្នាលក្នុងសាសនារបស់ព្រះពុទ្ធដោយព្រះថេរៈស្អែកនេះសូមព្រះអង្គមេត្តាទទួលភិក្ខារបស់ខ្ញុំព្រះអង្គព្រះដ៏មានព្រះភិក្ខទ្រង់ទទួលដោយតណ្ហិភាពព្រះរាជកុមារស្ដេចទៅកាន់ទីប្រថាប់របស់ព្រះអង្គបានចាត់ចែងសក្ការៈយ៉ាងធំរហូតអស់មួយយប់ទល់ភ្លឺបានថ្វាយខន្ធវីរៈផាត់ភិក្ខាដែលថ្វាយព្រះសាស្តាក្នុងទីដែលតាំងជំរុំថ្ងៃទី7ថ្វាយបង្គំព្រះសាស្តាទូលថាបបិទ្ធព្រះអង្គដ៏ចម្រើនខ្ញុំព្រះអង្គបានទទួលពរគឺការឧបដ្ឋាកព្រះអង្គរហូតអស់ត្រៃមាសខាងក្នុងវស្សាអំពីសំណាក់ព្រះរាជបិតាសូមព្រះអង្គទ្រង់មេត្តាទទួលប្រថាប់ចាំវស្សារហូតអស់ត្រៃមាសដើម្បីខ្ញុំព្រះអង្គផងចុះព្រះអង្គព្រះដ៏មានព្រះភិក្ខទ្រង់ពិចារណាមើលថាប្រយោជន៍ដោយប្រការនោះមានឬទេណោទ្រង់ក៏ឃើញថាមានទើបត្រាស់ថាមនីរាជកុមារព្រះតថាគតទាំងឡាយរមែងអភិរម្យត្រេកអរក្នុងផ្ទះស្ងាត់ព្រះរាជកុមារត្រាស់ថាបបិទ្ធព្រះដ៏មានព្រះភិក្ខខ្ញុំព្រះអង្គដឹងហើយបបិទ្ធព្រះសគុតខ្ញុំព្រះអង្គដឹងហើយទូលថាបបិទ្ធព្រះអង្គដ៏ចម្រើនខ្ញុំព្រះអង្គសូមថ្វាយបង្គំទៅមុននឹងឲ្យគេសាងព្រះវិហារកាលខ្ញុំព្រះអង្គបញ្ជូនអ្នកទៅទូលសូមព្រះអង្គមេត្តាស្ដេចយាងមកព្រមដោយភិក្ខុ100,000រូបព្រះរាជកុមារកាន់យកការបដិញ្ញាហើយស្ដេចក៏ទៅកាន់សំណាក់ព្រះរាជបិតាក្រាបទូលថាមហាបពិតព្រះដ៏មានព្រះភិក្ខប្រទានបដិញ្ញាដល់ខ្ញុំព្រះអង្គហើយកាលខ្ញុំព្រះអង្គបញ្ជូនអ្នកមកក្រាបទូលសូមព្រះបិតាអនុគ្រោះទូលដល់ព្រះដ៏មានព្រះភិក្ខផងព្រះកុមារថ្វាយបង្គំព្រះរាជបិតាហើយស្ដេចចេញទៅទ្រង់សាងវិហារគ្រប់ចម្ងាយផ្លូវ1យោជន៍ស្ដេចទៅអស់ចម្ងាយផ្លូវ120យោជន៍គ្រាស្ដេចទៅដល់ហើយទ្រង់បានជ្រើសរើសទីតាំងព្រះវិហារក្នុងនគររបស់ព្រះអង្គទ្រង់ឃើញឧទ្យានរបស់កុដុម្ពិកៈសេដ្ឋីឈ្មោះសោភៈទ្រង់ទិញដោយទ្រព្យ100,000ចំណាយព្រះរាជទ្រព្យ100,000ទ្រង់ឲ្យសាងព្រះវិហារក្នុងឧទ្យាននោះទ្រង់ឲ្យសាងព្រះកណ្ដកតសម្រាប់ព្រះដ៏មានព្រះភិក្ខនិងកុដិទីពួនសំងំនិងមណ្ឌពជាទីសម្រាប់ពេលយប់និងពេលថ្ងៃសម្រាប់ពួកភិក្ខុដទៃទៀតចាត់ចែងសាងកំពែងឡោមព័ទ្ធនឹងទ្វារហើយបញ្ជូនមនុស្សទៅកាន់សំណាក់ព្រះរាជបិតាក្រាបទូលថាកិច្ចរបស់ខ្ញុំព្រះអង្គស្រេចហើយសូមទ្រង់បញ្ជូនព្រះសាស្តាមក
ព្រះរាជបិតាញ៉ាំងព្រះមានព្រះភិក្ខសោយហើយទូលថាបបិទ្ធព្រះដ៏មានព្រះភិក្ខកិច្ចរបស់សុម្នាក់ស្រេចហើយគេមានបំណងដល់ការយាងទៅរបស់ព្រះអង្គព្រះមានព្រះភិក្ខមានភិក្ខុ100,000 រូបហែហមប្រថាប់នៅក្នុងវិហារទាំងឡាយគ្រប់ចម្ងាយ1យោជន៍បានស្ដេចទៅព្រះរាជកុមារទ្រង់ជ្រាបថាព្រះសាស្តាស្ដេចកំពុងយាងមកទ្រង់ក៏ចេញទៅទទួលចម្ងាយផ្លូវ1យោជន៍ទ្រង់បូជាដោយគ្រឿងក្រអូបនិងផ្កាឈើជាដើមយាងព្រះមានព្រះភិក្ខចូលទៅក្នុងព្រះវិហារទ្រង់បង្អោនថ្វាយព្រះវិហារថាសត្តសហសេនៈមេតបេតាំងសោភណੰនាមៈឧយាណੰបដកនហៈមហាមុនីបបិទ្ធព្រះមហាមុនីសូមព្រះអង្គមេត្តាទទួលឧទ្យានឈ្មោះសោភណៈដែលខ្ញុំព្រះអង្គទិញមកដោយទ្រព្យ100,000សាងវិហារដោយទ្រព្យ100,000ផងចុះព្រះរាជកុមារនោះក្នុងថ្ងៃចូលវស្សាថ្វាយទៀនហើយហៅបុត្រភរិយារបស់ខ្លួននិងពួកអាមាត្យមកហើយត្រាស់បង្គាប់ថាព្រះសាស្តាស្ដេចមកកាន់សំណាក់របស់ពួកយើងក្នុងផ្លូវដ៏ឆ្ងាយក៏ព្រះសាស្តារបស់យើងទ្រង់ធ្ងន់ក្នុងធម៌មិនឃើញដល់អាមិសព្រោះដូច្នោះយើងនឹងស្លៀកដណ្ដប់សម្ពុតពីផ្ទាំងរហូតអស់ត្រៃមាសនេះសមាទានសិល10រស់នៅក្នុងទីនេះឯងពួកលោកក៏បីថ្វាយទៀនរហូតអស់ត្រៃមាសដោយទំនងនេះចំពោះព្រះខៃណាស្រប100,000 រូបសុម្នាក់រាជកុមារនោះប្រថាប់នៅក្នុងឋានៈដែលប្រហាក់ប្រហែលគ្នានឹងទីនៅរបស់ព្រះសុម្នាក់ថេរៈឃើញកិច្ចការគ្រប់យ៉ាងដែលព្រះថេរៈធ្វើវត្តចំពោះព្រះមានព្រះភិក្ខត្រាស់រិះថាព្រះថេរៈនេះជាទីស្និទ្ធស្នាលក្នុងព្រះតថាគតយើងគួរប្រាថ្នាតំណែងរបស់ព្រះថេរៈនោះការចិត្តដល់ថ្ងៃបវារណាចេញវស្សាទើបស្ដេចចូលទៅកាន់ស្រុកថ្វាយមហាទាន7ថ្ងៃថ្ងៃទី7ទ្រង់ដាក់ត្រៃចីវរទៀបបាទាភិក្ខុ100,000 រូបថ្វាយបង្គំព្រះសាស្តាដោយបញ្ចបដិស្ថានទូលថាបបិទ្ធព្រះអង្គដ៏ចម្រើនបុណ្យនេះឯងដែលខ្ញុំព្រះអង្គធ្វើតាំងពីថ្វាយខណ្ឌវីរៈផាត់មក7ថ្ងៃបុណ្យនោះខ្ញុំព្រះអង្គមិនប្រាថ្នាសួគ៌សម្បត្តិមិនបានប្រាថ្នាព្រហ្មសម្បត្តិតែខ្ញុំព្រះអង្គប្រាថ្នាជាឧបថារបស់ព្រះពុទ្ធទើបធ្វើមួយទៀតបបិទ្ធព្រះដ៏មានព្រះភិក្ខសូមខ្ញុំព្រះអង្គក៏នឹងជាឧបថាដោយព្រះសុម្នាក់ថេរៈក្នុងអនាគតកាលព្រះសាស្តាទ្រង់ជ្រាបថាមិនមានអន្តរាយដល់ព្រះរាជកុមារនោះទើបទ្រង់ព្យាករហើយស្ដេចយាងត្រឡប់ទៅព្រះរាជកុមារទ្រង់ស្ដាប់ហើយទ្រង់ត្រាស់រិះថាក៏ធម្មតាព្រះពុទ្ធទាំងឡាយមិនត្រាស់ជាពាក្យពីរក្នុងថ្ងៃទី2ក៏បានកាន់បាតចីវរហាក់ដូចជារបស់ព្រះគោតមសម្ពុទ្ធតាមស្ដេចទៅអំពីខាងក្រោយព្រះរាជកុមារនោះក្នុងពុទ្ធបាតកាលនោះថ្វាយទៀនហើយកើតក្នុងសួគ៌100,000 ឆ្នាំគ្រាព្រះពុទ្ធព្រះនាមកាសបៈបានថ្វាយសម្ពុតដណ្ដប់ដើម្បីទ្របាតដល់ព្រះថេរៈដែលត្រាច់ទៅបណ្ឌបាតបានធ្វើការបូជាកើតក្នុងសួគ៌ចតិពិភពនោះបានជាព្រះរាជាក្រុងពារាណសីស្ដេចឡើងកាន់ប្រាសាទដ៏ប្រសើរទតឃើញព្រះបច្ចេកពុទ្ធ8អង្គដែលមកពីភ្នំគន្ធមាត្រហើយបានឲ្យគេនិមន្តព្រះបច្ចេកពុទ្ធទាំងនោះមកដើម្បីថ្វាយចង្ហាន់ទ្រង់ឲ្យសាងបណ្ណសាលា8ខ្នងសម្រាប់ព្រះបច្ចេកពុទ្ធទាំងនោះក្នុងឧទ្យានមង្គលរបស់ព្រះអង្គទ្រង់តាក់តែងតាំងធ្វើដោយរតនសុទ្ធក្រែនិងស្បែកជើងធ្វើដោយកែវមណីបានធ្វើការឧបថាអស់100,000 ឆ្នាំទាំងនេះជាឋានៈដែលប្រកាសហើយក៏លោកថ្វាយទៀនរហូតអស់សែនកាប់កើតក្នុងសួគ៌ជាន់តសិតជាមួយព្រះពោធិសត្វរបស់យើងចតិចាជាន់តសិតនោះហើយក៏កើតក្នុងត្រកូលរបស់ព្រះបាទអមិតោតនៈសក្យៈការលោកកើតហើយបានធ្វើព្រះញាតិទាំងមូលរបស់លោកឲ្យសប្បាយរីករាយព្រោះដូច្នោះព្រះញាតិទើបដាក់ព្រះនាមដល់លោកថាអានន្ទកាលព្រះដ៏មានព្រះភិក្ខស្ដេចចេញអភិនិស្សក្រមតាមលំដាប់
ទ្រង់សម្រេចព្រះសម្មាសម្ពោធិញ្ញាណហើយស្ដេចមកកាន់ក្រុងកបិលភស្តុជាលើកដំបូងពេលស្ដេចចេញจากក្រុងកបិលភស្តុនោះពួកព្រះរាជកុមារបានពុបជាដើម្បីជាបរិវាររបស់ព្រះដ៏មានព្រះភិក្ខលោកក៏ចេញបួសក្នុងសំណាក់ព្រះដ៏មានព្រះភិក្ខព្រមជាមួយនឹងពួកសក្យកុមារមានព្រះផតយៈជាដើមមិនយូរប៉ុន្មានបានស្ដាប់ធម្មកថារបស់ព្រះបណ្ណមន្តានីបុត្រក៏តាំងនៅក្នុងសោតាបត្តិផលក៏សម័យនោះឯងព្រះដ៏មានព្រះភិក្ខទ្រង់មានឧបថៈមិនប្រចាំអស់20វស្សាក្នុងបឋមពោធិកាលពេលខ្លះព្រះនាគសមាលៈកាន់បាតចីវរតាមស្ដេចពេលខ្លះព្រះនាគិតាពេលខ្លះព្រះឧបវាណៈពេលខ្លះព្រះសុណខតៈពេលខ្លះព្រះចន្ទៈសមនុទេសៈពេលខ្លះព្រះសាកតៈពេលខ្លះព្រះរាធៈពេលខ្លះព្រះមេខិយៈបណ្ដាលព្រះឧបថៈមិនប្រចាំទាំងនោះគ្រាមួយព្រះដ៏មានព្រះភិក្ខស្ដេចយាងផ្លូវឆ្ងាយជាមួយព្រះនាគសមាលថេរៈដល់ផ្លូវបែកជាពីរព្រះថេរៈចុះចាកពីផ្លូវទូលថាបបិទ្ធព្រះដ៏មានព្រះភិក្ខខ្ញុំព្រះអង្គនឹងទៅផ្លូវនេះលំដាប់នោះព្រះដ៏មានព្រះភិក្ខទ្រង់ត្រាស់នឹងលោកថាមកភិក្ខុយើងនឹងទៅជាមួយគ្នាក្នុងផ្លូវនេះព្រះថេរៈទូលថាបបិទ្ធព្រះដ៏មានព្រះភិក្ខសូមព្រះអង្គទ្រង់កាន់យកផ្លូវព្រះអង្គចោះខ្ញុំព្រះអង្គនឹងទៅផ្លូវនេះហើយផ្ដើមនឹងដាក់បាតចីវរចុះត្រង់ផែនដីព្រះមានព្រះភិក្ខត្រាស់ថាយកមកភិក្ខុទ្រង់ទទួលបាតចីវរហើយស្ដេចទ្រង់ធ្វើដំណើរទៅកាលភិក្ខុរូបនោះធ្វើដំណើរទៅតាមខ្លួនឯងពួកចៅក៏ប្លន់យកបាតចីវរនិងវាយបែកសីស័កលោកគិតថាឥឡូវនេះក៏មានតែព្រះមានព្រះភិក្ខជាទីពឹងរបស់យើងបានមិនមានអ្នកដទៃឡើយហើយមកកាន់សំណាក់ព្រះដ៏មានព្រះភិក្ខទាំងដែលមានលោហិតហូរកាលព្រះដ៏មានព្រះភិក្ខត្រាស់សួរថាមានរឿងអ្វីមែនទេភិក្ខុក៏ទូលរឿងរ៉ាវថាព្រះដ៏មានព្រះភិក្ខត្រាស់លួងលោមថាកុំគិតឡើយភិក្ខុតថាគតហាមអ្នកក៏ព្រោះហេតុយ៉ាងនេះឯងមួយទៀតសម័យមួយព្រះដ៏មានព្រះភិក្ខស្ដេចទៅកាន់ស្រុកចន្ទក្រៀមចិត្តបាចិនតវង្សទីកទាយវ័នជាមួយព្រះមេខិយៈថេរៈសំបីក្នុងទីនោះព្រះមេខិយៈត្រាស់បណ្ឌបាតទៅក្នុងចន្ទក្រៀមឃើញចំការស្វាយគួរជ្រះថ្លាត្រង់ច្រាំងទន្លេក៏ទូលថាបបិទ្ធព្រះមានព្រះភិក្ខសូមព្រះអង្គមេត្តាទទួលបាតនឹងចីវររបស់ព្រះអង្គចោះខ្ញុំព្រះអង្គនឹងធ្វើសមណធម៌ក្នុងព្រៃស្វាយនោះសូម្បីត្រូវព្រះដ៏មានព្រះភិក្ខទ្រង់ហាម3ដងក៏នៅតែត្រូវអកុសលវិតកៈគ្របសង្កត់ក៏ត្រឡប់មកទូលរឿងរ៉ាវថ្វាយព្រះដ៏មានព្រះភិក្ខត្រាស់នឹងលោកថាតថាគតកំណត់ដល់ហេតុរបស់អ្នកយ៉ាងនេះឯងទើបហាមឲ្យស្ដេចពុទ្ធដំណើរទៅកាន់ក្រុងសាវត្ថីតាមលំដាប់នៅឯក្រុងសាវត្ថីនោះព្រះដ៏មានព្រះភិក្ខប្រថាប់គង់លើពុទ្ធាសនៈដ៏ប្រសើរដែលគេចាត់ចែងទុកត្រង់បរិវេណព្រះកនកុដដែលមានភិក្ខុសង្ឃហែហោមហើយហៅភិក្ខុទាំងឡាយមកទ្រង់ត្រាស់ថាមនីភិក្ខុទាំងឡាយឥឡូវនេះតថាគតចាស់ហើយភិក្ខុពួកខ្លះពោលថាខ្ញុំព្រះអង្គនឹងទៅផ្លូវនេះហើយក៏ចេញទៅមួយទៀតពួកខ្លះក៏ដាក់បាតចីវររបស់តថាគតទុកលើផែនដីពួកអ្នកចូលជ្រើសរើសភិក្ខុជាឧបថៈប្រចាំឲ្យតថាគតចោះភិក្ខុទាំងឡាយកើតធម្មសង្វេគគ្រានោះព្រះសារីបុត្រក្រោកចាកអាសនៈថ្វាយបង្គំព្រះដ៏មានព្រះភិក្ខទូលថាបបិទ្ធព្រះអង្គដ៏ចម្រើនខ្ញុំព្រះអង្គការប្រាថ្នាជួបព្រះអង្គតែមួយព្រះអង្គទើបបំពេញបារមីទាំងឡាយអស់មួយអសង្ខ័យនឹងសែនកាប់អ្នកមានបញ្ញាច្រើនដូចខ្ញុំព្រះអង្គឈ្មោះថាជាឧបថៈមិនគួរឬខ្ញុំព្រះអង្គនឹងឧបថៈព្រះដ៏មានព្រះភិក្ខខ្ញុំព្រះអង្គនឹងឧបថៈព្រះដ៏មានព្រះភិក្ខត្រាស់ហាមលោកថាកុំឡើយសិរីបុត្រតថាគតនៅទិសណាទិសនោះក៏មិនស្ងាត់ឡើយអាវាតរបស់អ្នកក៏ដូចអាវាតរបស់ព្រះពុទ្ធទាំងឡាយកិច្ចដែលអ្នកក៏បីឧបថៈតថាគតមិនមានទេព្រះអសីតិមហាសាវកតាំងពីព្រះមោគលានក៏ក្រោកឡើងដោយឧបាយនោះដូចគ្នាព្រះដ៏មានព្រះភិក្ខក៏ទ្រង់ហាមទាំងអស់ចំណែកព្រះអានន្ទថេរៈ
អង្គុយនៅស្ងៀមលំដាប់នោះភិក្ខុទាំងឡាយពោលនឹងព្រះអានន្ទថាអានន្ទភិក្ខុសង្ឃទូលសូមតំណែងឧបថៈគ្រប់គ្នាលោកក៏ចូលទូលសូមដែរចុះព្រះអានន្ទថេរៈពោលថាលោកដ៏មានអាយុធម្មតាថាតំណែងដែលទូលសូមបានហើយប្រយោជន៍អ្វីព្រះសាស្តាទ្រង់មិនឃើញខ្ញុំឬបើព្រះសាស្តាទ្រង់ពេញព្រះទ័យក៏នឹងត្រាស់ថាអានន្ទចូលឧបថៈតថាគតដូច្នេះលំដាប់នោះព្រះដ៏មានព្រះភិក្ខត្រាស់ថាមនាភិក្ខុទាំងឡាយអានន្ទមិនត្រូវការអ្នកដតីដឹកនាំឲ្យឧស្សាហ៍ទេនឹងដឹកដោយខ្លួនឯងហើយឧបថៈតថាគតតពីនោះភិក្ខុទាំងឡាយពោលថាក្រោកឡើងអានន្ទលោកចូលទូលសូមតំណែងឧបថៈចំពោះព្រះទសពលព្រះថេរៈក្រោកឡើងហើយទូលសូមពរ8ប្រការគឺប្រការដែលហាម4ប្រការដែលអនុញ្ញាត4ព្រះថេរៈទូលថាឈ្មោះថាប្រការដែលហាម4គឺបបិទ្ធព្រះអង្គដ៏ចម្រើនបើព្រះដ៏មានព្រះភិក្ខមិនប្រទានចីវរមិនប្រទានបណ្ឌបាតដែលប្រណិតដែលព្រះអង្គទ្រង់បានហើយដល់ខ្ញុំព្រះអង្គមិនប្រទានឲ្យខ្ញុំព្រះអង្គនៅក្នុងប្រគល់នគរជាមួយនឹងព្រះអង្គនឹងទ្រង់មិននាំខ្ញុំព្រះអង្គទៅក្នុងទីនិមន្តដូច្នេះខ្ញុំព្រះអង្គនឹងឧបថៈព្រះដ៏មានព្រះភិក្ខកាលត្រាស់សួរថាអានន្ទអ្នកឃើញទោសអ្វីក្នុងសេចក្តីនេះទើបទូលថាបបិទ្ធព្រះអង្គដ៏ចម្រើនបើខ្ញុំព្រះអង្គនឹងបានវត្ថុទាំងនេះសោតនឹងមានអ្នកពោលថាអានន្ទបរិភោគចីវរបរិភោគបណ្ឌបាតដែលប្រណិតនៅក្នុងព្រះគន្ធកុដជាមួយព្រះអង្គទៅកាន់ទីនិមន្តជាមួយព្រះទសពលព្រោះអាស្រ័យបានលៀបនេះទើបឧបថៈព្រះតថាគតនាទីរបស់អ្នកឧបថៈយ៉ាងនេះនឹងមានប្រយោជន៍អ្វីព្រោះដូច្នោះលោកទើបទូលសូមពរប្រការដែលហាម4ប្រការនេះព្រះថេរៈទូលថាចំណែកពរដែលទ្រង់អនុញ្ញាត4គឺបបិទ្ធព្រះអង្គដ៏ចម្រើនសូមព្រះដ៏មានព្រះភិក្ខស្ដេចទៅកាន់ទីនិមន្តដែលខ្ញុំព្រះអង្គទទួលហើយបើខ្ញុំព្រះអង្គនឹងនាំអ្នកដែលមកពីរដ្ឋខាងក្រៅជនបទខាងក្រៅចូលគាល់បានក្នុងខណៈដែលគេមកហើយខណៈណាខ្ញុំព្រះអង្គកើតសេចក្តីសង្ស័យខណៈនោះខ្ញុំព្រះអង្គចូលគាល់ព្រះដ៏មានព្រះភិក្ខបានព្រះដ៏មានព្រះភិក្ខទ្រង់សម្ដែងធម៌ណាដែលខ្ញុំព្រះអង្គមិនបានដឹងកាលស្ដេចត្រឡប់មកវិញត្រាស់ធម៌នោះដល់ខ្ញុំព្រះអង្គយ៉ាងនេះខ្ញុំព្រះអង្គទើបឧបថៈព្រះដ៏មានព្រះភិក្ខព្រះសម្មាសម្ពុទ្ធកាលត្រាស់សួរអានន្ទក្នុងសេចក្តីនេះតើអ្នកឃើញអានិសង្សអ្វីទើបទូលថាបបិទ្ធព្រះអង្គដ៏ចម្រើនពួកកុលបុត្រអ្នកមានសទ្ធាក្នុងលោកនេះកាលមិនបានឱកាសរបស់ព្រះមានព្រះភិក្ខទើបពោលនឹងខ្ញុំព្រះអង្គយ៉ាងនេះថាលោកម្ចាស់អានន្ទស្អែកនេះសូមលោកម្ចាស់ព្រមទាំងព្រះដ៏មានព្រះភិក្ខមេត្តាទទួលភិក្ខាក្នុងផ្ទះរបស់ខ្ញុំបើព្រះដ៏មានព្រះភិក្ខស្ដេចមិនទៅក្នុងទីនោះខ្ញុំព្រះអង្គមិនបានឱកាសឲ្យអ្នកចូលគាល់ក្នុងខណៈដែលគេប្រាថ្នានឹងបន្ទោបង់សេចក្តីសង្ស័យពួកគេក៏នឹងពោលថាព្រះអានន្ទឧបថៈព្រះទសពលដូចម្ដេចព្រះដ៏មានព្រះភិក្ខទ្រង់មិនអនុគ្រោះលោកសូម្បីយ៉ាងនេះនឹងពួកគេនឹងសួរខ្ញុំព្រះអង្គពីក្រោយខ្នងព្រះដ៏មានព្រះភិក្ខថាលោកម្ចាស់អានន្ទគាថានេះព្រះសូត្រនេះជាដកនេះព្រះដ៏មានព្រះភិក្ខទ្រង់សម្ដែងក្នុងទីណាបើខ្ញុំព្រះអង្គមិនបានពរប្រការនោះពួកគេនឹងពោលថាសូម្បីព្រះតម្រាស់ប៉ុណ្ណេះលោកក៏មិនដឹងប្រយោជន៍អ្វីក្នុងការនៅរួមជាមួយព្រះមានព្រះភិក្ខដោយប្រការនោះខ្ញុំព្រះអង្គត្រូវការនឹងពោលធម៌ដែលព្រះដ៏មានព្រះភិក្ខសម្ដែងក្នុងទីដែលខ្ញុំព្រះអង្គមិនដឹងទៀតព្រោះដូច្នោះលោកទើបទូលសូមប្រការដែលទ្រង់អនុញ្ញាត4ប្រការទាំងនេះព្រះដ៏មានព្រះភិក្ខទ្រង់បានប្រទានពរដល់លោកទទួលពរ8ប្រការនេះទើបបានជាពុទ្ធុបដ្ឋៈប្រចាំផលនៃបារមីទាំងឡាយដែលបំពេញអស់100,000កាប់ក៏សម្រេចដល់លោកដែលបានប្រាថ្នាតំណែងពុទ្ធុបដ្ឋៈជាប្រចាំនោះឯងតាំងពីថ្ងៃបានតំណែងជាពុទ្ធុបដ្ឋៈហើយលោកឧបថៈព្រះទសពលដោយកិច្ចទាំងឡាយជាដើមយ៉ាងនេះគឺដោយទឹក2យ៉ាងដោយឈើស្ទន់3យ៉ាងដោយការច្របាច់ព្រះហស្ថនិងព្រះបាទដោយ
ដោយការច្របាច់ខ្នងដោយការបោសសម្អាតបរិវេណព្រះគន្ធកុដិគិតថាព្រះសាស្តាគួរបានកិច្ចនេះក្នុងវេលានេះហើយបានប្រទីបធំទុកក្នុងវេលាយប់ដើរត្រួតជុំវិញបរិវេណព្រះគន្ធកុដិមួយរាត្រី9 ដងមួយទៀតលោកមានសេចក្តីត្រេះរិះយ៉ាងនេះថាបើយើងងងុយដេកសោតយើងក៏មិនអាចឆ្លើយទូលកាលព្រះទសពលត្រាស់ហៅដូច្នោះលោកទើបមិនលះបង់ប្រទីបពីដៃរហូតមួយយប់ទល់ភ្លឺក្នុងសេចក្តីនេះមានវត្ថុនិទានដោយពោលនេះក្រោយមកព្រះសាស្តាប្រថាប់នៅក្នុងព្រះចេតវនវិហារទ្រង់សរសើរអានន្ទថេរៈអ្នករក្សាឃ្លាំងធម៌ដោយអនេកបរិយាយទើបទ្រង់ស្ថាបនាព្រះថេរៈទុកក្នុងតំណែងអេតតកៈជាកំពូលលើពួកភិក្ខុសាវកដែលជាពហុសោតមានសតិមានកតិមានធិតិនិងពុទ្ធោបដ្ឋាកក្នុងសាសនានេះដូចនេះឯងចប់សូត្រទី1សូមអនុមោទនា